ជំរាបសួរលោកគ្រូខ្ញុំចង់ដឹងបន្ថែមអំពីអង្គការសហប្រជាជាតិតើវាជាអ្វីទៅអង្គការសហប្រជាជាតិឬ UN គឺជាអង្គការអន្តរជាតិដ៏ធំមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1945ចុះហេតុអ្វីបានជាគេបង្កើតអង្គការនេះឡើងលោកគ្រូគឺគោលបំណងចម្បងនោះគឺដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី2បានបញ្ចប់ទៅតើបច្ចុប្បន្នមានប្រទេសជាសមាជិកចំនួនប៉ុន្មានដែរបច្ចុប្បន្នមានប្រទេសចំនួន193ជាសមាជិកពេញសិទ្ធិនៃអង្គការនេះចុះទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិស្ថិតនៅឯណាវិញលោកគ្រូទីស្នាក់ការកណ្ដាលដ៏សំខាន់គឺស្ថិតនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកតើអង្គការនេះមានតួនាទីអ្វីខ្លះទៀតក្រៅពីរក្សាសន្តិភាពគឺការពារសិទ្ធិមនុស្សនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផ្ដល់ជំនួយមនុស្សធម៌និងដោះស្រាយជម្លោះលើសកលលោក